សុភ័ក្រគឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសំណង់ដែលបានទទួលការងារវាស់វែងដីនៅតំបន់ជនបទដាច់ស្រយាលមួយនៅក្នុងខេត្តកំពង់ចាមដោយសារគាត់ត្រូវស្នាក់នៅទីនោះរយៈពេល1ខែគាត់បានជួលផ្ទះឈើមួយខ្នងដែលស្ថិតនៅក្នុងជ្រុងដីចម្ការកៅស៊ូដ៏ធំល្វឹងល្វើយផ្ទះនោះមានសភាពទ្រុឌទ្រោមនិងសង់ពីឈើប្រក់ក្បឿងបុរាណហើយមានភាពស្ងាត់ស្រងប់បំផុតអ្នកភូមិនៅក្បែរនោះហាក់ដូចជាមិនចង់និយាយដល់ផ្ទះនោះឡើយម្នាក់គ្រាន់តែប្រមានដោយសំឡេងខ្សឹបៗថាកុំនៅយប់ជ្រៅពេកឬកុំស្ដាប់អ្វីដែលបានឮសុភ័ក្រគឺជាមនុស្សសម័យថ្មីដែលមានជំនាញលើវិទ្យាសាស្ត្រក៏បានច្រានចោលរកពាក្យទាំងអស់នោះយប់ទី1សុភ័ក្រគេងនៅក្នុងបន្ទប់ធំមួយដែលមានតែក្រែដែកចាស់ប៉ុណ្ណោះភាពងងឹតនៅទីនោះគឺក្រាស់ខុសពីធម្មតាដូចជាសេចក្តីងងឹតបានលេបត្របាក់សូម្បីតែពន្លឺព្រះខែនឹងប្រហែលម៉ោង1 អាធ្រាត្រខណៈដែលគាត់កំពុងគេងនឹងលក់សុភ័ក្រក៏ភ្ញាក់ខ្លួនព្រឺក្បាលដោយសំឡេងមួយវាគឺជាសំឡេងក្មេងយំខ្សឹបហាក់ដូចជាចេញមកពីជាន់ខាងក្រោមឬកន្លែងណាមួយនៅក្នុងផ្ទះនោះតែម្ដងសំឡេងយំនេះមិនលឺខ្លាំងទេតែបង្កប់ដោយក្តីជឿជាក់មិនអស់សុភ័ក្រស្ទុះក្រោកភ្លាមបើកទ្វារបន្ទប់ហើយដើរសម្ដៅចុះទៅតាមជណ្ដើរឈើដែលមិនលឺសំឡេងគ្រុបនៅពេលទៅដល់ក្រោមសំឡេងក៏បានស្ងាត់ឈឹងគាត់បើកពិលពិនិត្យមើលជុំវិញផ្ទះទាំងមូលប៉ុន្តែរកមិនឃើញអ្វីក្រៅពីភាពស្អាតទៅទៀតប្រហែលជាសំឡេងសត្វអ្វីមួយគាត់គិតក្នុងចិត្តហើយក៏ត្រឡប់ទៅគេងវិញនៅយប់បន្ទាប់ក្រោយពីសុភ័ក្របានបិទភ្លើងហើយភាពត្រជាក់ស្រេបមួយបានរំកិលចូលមកក្នុងបន្ទប់គាត់ទាំងដែលអាកាសធាតុខាងក្រៅក្តៅហែងបន្តិចក្រោយមកសំឡេងយំខ្សឹបនោះក៏ចាប់ផ្ដើមឡើងម្ដងទៀតតែលើកនេះវាកាន់តែជិតមកខាងមុខវាហាក់បីដូចជានៅពីក្រោយជញ្ជាំងបន្ទប់គាត់តែម្ដងព្រាមនោះសំឡេងមួយទៀតក៏លេចឡើងនោះគឺជាសំឡេងម៉ាស៊ីនដេរចាំមួយកំពុងដំណើរការសំឡេងនេះលាន់ឮចេញពីបន្ទប់ផ្ទៃដែលស្ថិតនៅទល់មុខបន្ទប់របស់គាត់សុភ័ក្រដឹងច្បាស់ថាផ្ទះនេះគ្មានអ្នកណានៅក្រៅពីគាត់ទេពេលនោះគាត់ដេកស្ដាប់ដោយត្រចៀកទាំងពីរក្លិនធូបក្រអូបចម្លែកមួយបានហុយចូលមកតាមខ្យល់បក់តិចភាពភ័យខ្លាចចូលមកដល់ជំនួសការសង្ស័យគាត់សម្រេចចិត្តថានឹងមិនបើកទ្វារឡើយរហូតដល់ព្រឹកឡើងសំឡេងដេរនោះនៅតែបន្តរហូតដល់ម៉ោង4 ជិតភ្លឺទើបស្ងប់ស្ងាត់ទៅវិញនៅយប់ទី3មុនចូលគេងសុភ័ក្របានរៀបចំកាបូបរបស់គាត់រួចជាស្រេចដោយមានបំណងចាកចេញនៅព្រឹកស្អែកតែម្ដងប្រហែលពាក់កណ្ដាលអាធ្រាត្រសំឡេងម៉ាស៊ីនដេរនោះក៏លាន់ឮឡើងជាថ្មីលើកនេះវាលឿនជាងឮខ្លាំងជាងនិងហាក់បីដូចជាកំពុងនៅក្នុងបន្ទប់របស់គាត់ទៅវិញសំឡេងយំក៏ប្រែក្លាយទៅជាសំឡេងធ្ងន់រៀបរាប់ដោយការសោកសៅខ្លាំងត្រជាក់ណាស់កូនខ្ញុំត្រជាក់ណាស់សុភ័ក្រស្រវាចាប់ទូរស័ព្ទដៃដើម្បីបើកពិលតែទូរស័ព្ទដៃក៏អស់ថ្មភ្លាមក្នុងភាពងងឹតគាត់ក៏មើលឃើញស្រមោលពណ៌សមួយកំពុងអង្គុយនៅជើងកែរបស់គាត់ដោយខ្លាចរហូតដល់ញ័រខ្លួនគាត់ក៏ប្រមូលកម្លាំងរត់ចេញពីបន្ទប់ហើយដើរជាន់ទៅលើវត្ថុទន់មួយនៅតាមផ្លូវជាប់ជណ្ដើរពេលចុះមកដល់ជាន់ក្រោមគាត់ក៏បានឃើញនៅទិដ្ឋភាពដ៏រន្ធត់នៅកណ្ដាលផ្ទះដែលមានពន្លឺខែចាំងចូលតាមបង្អួចស្ត្រីវ័យចំណាស់ម្នាក់ដែលកំពុងស្លៀកពាក់សម្លៀកបំពាក់ខ្មែរបុរាណពណ៌សដែលរហែកបានអង្គុយនៅមុខម៉ាស៊ីនដេរដ៏ធំច្រេះស៊ីហើយនាងកំពុងបង្វិលកង់ម៉ាស៊ីនយ៉ាងលឿនតែគ្មានសរសៃអំបោះអ្វីទាំងអស់មុខនាងគឺស្លេកស្លាំងសក់វែងបួងឡើងធូររលុងភ្នែកទាំងពីររបស់នាងគឺធំបានហូរឈាមចុះមកលើសំឡេងមួយដុំដែលនៅលើជង្គង់របស់នាងពេលនោះគាត់ក៏ដឹងថាវត្ថុទន់ដែលគាត់បានជាន់នៅជាន់លើគឺជាសំឡេងដ៏ធំមួយដែលមានស្នាមប្រឡាក់ដែលឈាមស្ងួតស្ត្រីនោះងាកមករកគាត់យឺតហើយសំឡេងខ្សឹបដែលពោរពេញទៅដោយភាពសោកសៅនោះក៏បានឮឡើងថាឯងបានឃើញកូនអញទេកូនអញស្លាប់ដោយសារត្រជាក់ណាស់
anh đi ao ơi con anh mình toàn tí anh mới khơi ao con anh tí ទៅពេលនោះសុភ័ក្រមិនអាចឆ្លើយអ្វីបានឡើយគាត់បានដឹងភ្លាមថាស្ត្រីម្នាក់នោះបានស្លាប់បាត់បង់ជីវិតនៅទីនោះជាមួយនឹងកូនរបស់នាងកាលពីយូរណាស់មកហើយវាទំនងជាដោយសារជំងឺគ្រុនក្តៅក្នុងភាពឯកាគាត់ដឹងថានាងនៅតែជាប់គាំងនឹងការស្ដាយក្រោយមិនអាចដេកអាវឲ្យកូនរបស់គាត់ទាន់ដោយបាត់បង់ស្មារតីសុភ័ក្ររត់សំដៅទៅមាត់ទ្វារធំហើយរុញវាឡើងយ៉ាងលឿនខណៈដែលគាត់រត់ចេញទៅក្នុងភាពងងឹតនៃចម្ការកៅស៊ូសំឡេងធ្ងន់យំនិងសំឡេងម៉ាស៊ីនដេរក្រាក់នៅតែលាន់ឮតាមពីក្រោយគាត់ឥតឈប់ឈរសុភ័ក្ររត់ទាំងក្បាលត្រង់រហូតដល់ព្រឹកទៅដល់ផ្ទះអ្នកភូមិនៅក្បែរនោះទាំងគ្មានកម្លាំងគាត់បានចាកចេញពីតំបន់នោះភ្លាមៗនៅថ្ងៃនោះដោយទុកចោលសម្ភារៈទាំងអស់នៅក្នុងផ្ទះឈើដ៏ចំណាស់នោះរហូតមកដល់សព្វថ្ងៃនេះផ្ទះឈើនោះនៅតែឈរស្ងៀមស្ងាត់គ្មាននរណាហ៊ានដើរចូលជិតឡើយគេថានៅរៀងរាល់ពាក់កណ្ដាលអាធ្រាត្រគេនៅតែឮសំឡេងម៉ាស៊ីនដេរបន្លឺឡើងនៅក្នុងផ្ទះនោះជាសំឡេងដេរអាវដែលគ្មានថ្ងៃហើយស្រេចរបស់អ្នកម្ដាយដែលកំពុងរកកូនមិនឃើញ